របៀបបដូរអេក្រង់ Infinix ដំបូងឡើយយើងចុចធ្វើតែអេក្រង់ឲ្យដើរឲ្យស្រួលសិនមកចុចលេខចុចអីតេសវាឃើញថាស្រួលហើយយើងចាប់ផ្ដើមដោះថ្មដោះអេក្រង់ចេញមកវិញសិនមកពួកអីមុនយើងតេសហ្នឹងយើងអត់ទាន់បានដាក់កាវដាក់អីទេយើងតេសអត់ទាន់បកតែមទេយើងកោះតែវាស្រួលសិនបើកបកតែមគេតែពេលមិនចឹងទេតែយើងបកតែមមកអេក្រង់គេលែងដូរឲ្យឥឡូវយើងដូរហើយខាងយើងដាក់កាវចូលមកហើយតទៅទៀតយើងបកតែមបកអេក្រង់ចេញទៅព្រោះយើងតេសមួយយាយឥឡូវយើងដាក់កាវឡើងស្អាតហើយពណ៌មកជុំមួយយាយយើងចាប់ដើមកឹបអេក្រង់ចូលមកដាក់ខ្សែអេក្រង់ឲ្យចូលមកហើយកឹបខាងក្រោមចូលមុនមកដាក់វាត្រូវមកហើយយើងចាប់ផ្ដើមសកត់វាពណ៌មកជុំទៅសកត់ឲ្យអេក្រង់អប់ចូលគ្នាមកជុំទៅឲ្យស្មើគ្នាទៅយើងកឹបជើងអេក្រង់ចូលទៅហើយកឹបខាងក្រោមមួយទៀតផងអានឹងមានជើងស្នាប់សម្រាប់សាក់ភ្លើងហើយនឹងជើងអេក្រង់ហើយនេះខ្សែសេវាវាតែយើងផ្លេចកັບខ្សែសេវាហ្នឹងក៏អត់មានទូសេវាដែរទូសាំកັບខ្សែសេវាមួយទៀតឲ្យចូលឲ្យជាប់មកកັបខ្សែជាប់ហើយយើងសេរីខ្សែក្រង់ឲ្យស្រួលកុំឲ្យវាទួលខ្លាំងពេកឲ្យវាស្មើតិចទៅតទៅទៀតយើងដាក់ថ្មចូលមកវិញមកយើងចាប់ផ្ដើមគុំទូរស័ព្ទចូលវិញព្រោះអីយើងដាក់កាវកັບអេក្រង់ចូលរួចរាល់ហើយយើងចាប់ផ្ដើមគុំគ្រឿងចូលវិញដាក់ថ្មចូលហើយអឹបណែនមកកັບជើងអេក្រង់ជើងថ្មឲ្យស្មើគ្នាមកឲ្យវាអឹបជាប់ហើយយើងចាប់ផ្ដើមដាក់គ្រឿងគុំវាចូលវិញទៅនេះគ្រឿងគុំស្នាប់ដាក់ខាងលើទៀតទៅហើយយើងចាប់ខ្ចៅចូលវិញទៅឥឡូវយើងចុចបើកវាបដាមកចុចបើកហើយយើងចាប់ខ្ចៅវាចូលបដាមកកັບអានេះ scan កញ្ចក់ដៃកັប scan កញ្ចក់ដៃចូលផងហើយចាប់ផ្ដើមរៀបចំចាប់ខ្ចៅចូលទៅដោយក្រង់លឿនណាចាប់តែខ្ចៅចូលសម្អាតវាឲ្យតែស្អាតទៅយើងចាប់តែខ្ចៅចូលដល់ដំណាក់កាលហ្នឹងលឿនចាប់តែខ្ចៅចូលហើយចាប់ខ្ចៅខាងលើខាងក្រោមចូលឲ្យសពកន្លែងមកអ្នកខលមកទូរស័ព្ទគេយកមកធ្វើដែររងជាប់ iCloud ដោះកំពុងតែដោះវាដែរឥឡូវគេតែក្រង់មកសាមកឃើញថាវាដើរស្រួលហើយឃើញវាដើរស្រួលហើយយើងទុកមកផ្លែតទៅយើងយក screen មកពណ៌ file វាចេញមកដាក់ screen ចូលថ្មីមួយចូលប្លុកមកដល់វាត្រូវចែងទាំងសងខាងមកឲ្យត្រូវចំកណ្ដាលមកយើងទម្លាក់វាចូលមកលាក់វាចូលហើយអូសឆ្នោតតាមកណ្ដាលទៀតមកឲ្យវាពពុះចេញវាអស់ពពុះចេញអស់ហើយប៉ុណ្ណឹងហើយនៅតែរុំខ្ស៊ូមួយផ្លែតទៀតហើយឥឡូវនេះវីដេអូបានចម្រើននេះបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ